មួយរយៈនេះបងឆាតមកអត់សូវនិយាយច្រើនទេទិញយកតែម្ដងហើយ Clan ទី1ដែលគាត់យកគឺ LV City of Star ទី2 LV Pacific Shield ហើយនិងចុងក្រោយ LV Symphony និយាយទៅ3 Clan នេះ the best តែម្ដងហើយយើងក៏បានថែមដបផ្ទេក៏ដូចជាថែម tester ឲ្យគាត់ផងដែរមានដូចជា Sweetie Oud Clan របស់ Silver Mountain Water Grid Silver Mountain Water ហើយនិង Dior Sauvage Elixir និយាយទៅថែមឲ្យមកពេញចិត្តតែម្ដងហើយចូលទៅដល់ order ទី2គឺបងក៏យកជាមួយនឹង Clan របស់ Dior Sauvage EDP full box តែម្ដងហើយយើងក៏បានថែមដបផ្ទេនិយាយទៅ Clan នេះមិនបាញ់និយាយទេល្អខ្លាំងមែនតើសម្រាប់ប្រើប្រចាំថ្ងៃ Clan បែប cold លាយឡំនឹង Clan បែបផ្អែមចិត្តយូរបានតែឡើងតិចthe best តែម្ដងហើយចូលទៅដល់ order ទី3គឺបងយកជាមួយនឹង clone របស់ YSL EDP និយាយទៅ Clan នេះអត់បាច់ review ច្រើនទេ the best ខ្លាំងមែនតើសម្រាប់ប្រើទៅ office ទៅធ្វើការ office ឬក៏ទៅសាលារៀនអីហ្នឹងដោយសារតែ Clan វាបែបលក្ខណៈថាសភាពរស់តែម្ដងហើយ order ចុងក្រោយគឺបងយកជាមួយនឹង clone របស់ Stronger View Intensely Clan នេះមិនបាច់ review ទេបងស្គាល់ច្រើនហើយគឺថាល្អខ្លាំងមែនតើសម្រាប់ទៅ date ឬក៏ទៅដើរលេងយប់អីហ្នឹងគឺថាជាតិយកតែមែនតើតែម្ដងហើយវីដេអូមានតែប៉ុណ្្នឹងទេបើសិនមកបងចង់បាន Clan ថ្មីបងអាចទៅឆែកមើលបានឥឡូវយើងក៏បានយក Clan ស្រីចូលច្រើនដែរជាពិសេសគឺ Burberry Her Petal Limited ហ្នឹងមកគឺថាបងសួររកច្រើនខ្លាំងមែនតើឥឡូវមានហើយ stock ក៏អត់សូវមានច្រើនដែរលំមតែចេញ review នេះគឺថាបងបុកមកទិញច្រើនខ្លាំងមែនតើ Clan មកអែមតែម្ដងជួបគ្នាវីដេអូក្រោយ